ដូចជាឆ្នាំថ្មីឆ្នាំក្រោយ2025នេះចូលមកគឺជាឆ្នាំដែលធាតុខាងលើរិស័យខាងលើឈើដកមកជាមួយនឹងរិស័យខាងក្រោមម្សាញ់គឺសត្វពស់ធាតុភ្លើងដូច្នេះឆុងសម្រាប់អ្នកដែលមានកលដូចជាគាត់កើតឆ្នាំកលឬថ្ងៃកលឬខែកលនៅក្នុងហុងស៊ុយវិទ្យាសាស្ត្រចានៅពេលដែលបងប្អូនមកឆែកតារាងរាសីបងប្អូននឹងបាននៅតារាងមួយដែលចេញបែបនេះមានថ្ងៃខែឆ្នាំនិងម៉ោងកើតដូច្នេះបើសិនជាយើងកើតឧទាហរណ៍តារាងមួយនេះគាត់កើតចំថ្ងៃធាតុឈើដកហើយរាសីខាងក្រោមកលអញ្ចឹងឆ្នាំថ្មីនោះគាត់ឆុងនៅពេលដែលគាត់ឆុងអញ្ចឹងសួរថាគាត់ត្រូវធ្វើម៉េចដេកផ្ទះអត់ធ្វើអីឬយ៉ាងម៉េចអត់ទេយើងដឹងថារាសីយើងឆុងអញ្ចឹងយើងប្រើកតាមនុស្សនិងកតាហុងស៊ុយមកជួយយើងខំប្រឹងធ្វើការហើយធ្វើនៅវេលាដែលល្អហើយអង្គុយធ្វើការនៅទិសដែលល្អប្រើពណ៌ខោអាវដែលលើករាសីរបស់យើងអង្គុយទិសដែលហេងអញ្ចឹងក៏ជួយឲ្យយើងកាត់បន្ថយថាមពលឆុងហើយខែណាដែលហេងមកក៏យើងបានលាបបានលុយបើបងប្អូនមកឆែករាសីជាមួយនឹងខាង SN ហុងស៊ុយបងប្អូននឹងមានតារាងបែបនេះយកទៅមើលហើយនឹងមានបញ្ជាក់ថារាសីរបស់យើងជាធាតុអីខាងលើធាតុអីខាងក្រោមធាតុអីហើយធាតុដែលយើងត្រូវការធាតុដែលល្អសម្រាប់រាសីយើងជាធាតុអីបងប្អូនអាចប្រើប្រាស់វាប្រើប្រាស់ធាតុដែលល្អរបស់យើងឧទាហរណ៍ដូចរាសីមួយនេះគាត់ត្រូវការភ្លើងហើយនឹងដីអញ្ចឹងគាត់អាចប្រើប្រាស់ពណ៌សម្លៀកបំពាក់ដែលពណ៌ធាតុភ្លើងនិងពណ៌ធាតុដីដូចពណ៌មានបង្ហាញនៅក្នុងនេះស្រាប់ចាក៏ជួយលើករាសីរបស់គាត់ហើយមួយទៀតគាត់អាចប្រើវេលាធាតុភ្លើងវេលាធាតុដីហ្នឹងដើម្បីធ្វើការងារល្អជួបជាមួយនឹងអតិថិជនដើម្បីចរចាការងារអាជីវកម្មអីរបស់គាត់ហើយនៅក្នុង form រាសីបែបនេះក៏មានបញ្ជាក់ឲ្យយើងដឹងថាទិសល្អរបស់យើងនៅណាញ៉ាទិសដែលមិនល្អនៅណាហើយឆ្នាំណាដែលល្អជាមួយយើងឆ្នាំណាដែលមិនល្អជាមួយយើងបងប្អូនអាចប្រើប្រាស់វាជាប្រយោជន៍ដូច្នេះក្នុងការចែករាសីនៅពេលដែលបងប្អូនមកទទួលនៅការចែករាសីនឹងទទួលបាននៅតារាងបែបនេះហើយនឹងមានការបង្រៀនឲ្យចេះប្រើដើម្បីជួយដល់ជីវិតរបស់យើងកាត់បន្ថយរឿងដែលមិនល្អហើយជួយឲ្យយើងជួបតែរឿងល្អៗ